បាទសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះបងប្អូនមកមើលលំហាត់មួយជាមួយគ្រូទាំងអស់គ្នាលំហាត់ហ្នឹងគេប្រាប់យើងថានៅស្ថានភាព0អង្សាសេគេប្រាប់ផលគុណនិយមកម្មនៃទឹកហ្នឹងគឺស្មើ10សេគុនដក15សំណួរទី1គេសួរយើងថាគណនា PKE ទី2គេឲ្យយើងគណនាកម្រិតអ៊ីយ៉ុងអ៊ីដ្រូញូមនិងកម្រិតអ៊ីដ្រូស៊ីតក្នុងទឹកសុទ្ធអញ្ចឹងយើងមើលចម្លើយទាំងអស់គ្នាក៏គេឲ្យបងប្អូនគណនាហើយបាទគណនា PKE ទៅសេឲ្យត្រូវនេះគឺយើង P តូច KE នឹងឲ្យធំមកតាមរូបមន្ត PKE ស្មើនឹងដកលោកគល់10នៃផលគុណអ៊ីយ៉ុងកម្មនៃទឹកនឹងមកបងអូនជួសមកយើងបានលោកគល់10នៃ10សេគុនដក15ទម្លាក់ចុះគ្នាយើងឃើញបាន15នេះជាចម្លើយទី1របស់យើងបែបងាយតែបើអត់ចាំរូបមន្តធ្វើអត់កើតដែរណាគ្នាយើងបន្តមកយើងចាប់ផ្ដើមមើលសំណួរទី2គេឲ្យយើងគណនាកំហាប់អ៊ីត្រូញូមនិងកំហាប់អ៊ីដ្រូស៊ីតនៅក្នុងទឹកសុទ្ធទី1គ្នាយើងត្រូវសរសេរសម័យកាលបាទអូតូប្រូតូលីសនៃទឹកឬក៏ស្វ័យអ៊ីយ៉ុងកម្មនៃទឹកនឹងមកបានជាគ្នាយើងអ៊ីដ្រូញូមបូកជាមួយនឹងបាទអ៊ីដ្រូស៊ីតយើងប្រើតាមរូបមន្តផលគុណអ៊ីយ៉ុងកម្មនៃទឹកគឺកម្រិតអ៊ីយ៉ុងអ៊ីដ្រូញូមគុណនឹងកម្រិតអីនេះយើងកម្រិតអ៊ីដ្រូស៊ីតនឹងមកស្មើនឹងការឬក៏ការ W ទៅនៅក្នុងទឹកសុទ្ធឬក៏សូលចុងនៅអូនត្រូវចាំថាកម្រិតអ៊ីយ៉ុងអ៊ីដ្រូញូមគឺវាត្រូវតែស្មើនឹងកម្រិតរបស់អ៊ីដ្រូស៊ីតបងអូនអាចចំនួនកន្លែងអ៊ីដ្រូស៊ីតដោយអ៊ីដ្រូញូមបានយើងអាចដោះស្រាយវាចេញណាបានកម្រិតអ៊ីយ៉ុងអ៊ីដ្រូញូមកន្លែងអ៊ីដ្រូស៊ីតវាមិនស្មើនឹងអ៊ីដ្រូញូមអញ្ចឹងkalauយើងចំនួនដោយអ៊ីដ្រូញូមចូលកន្លែងអ៊ីដ្រូស៊ីតហ្នឹងទៅស្មើនឹងម៉ែនយើងការយើងគឺស្មើ10សេគុនដក15បងអូនបានកំហាប់អ៊ីត្រូញូមការ៉េស្មើម៉ែននេះយើងអាចបំលែងវាទៅជា10គុណនឹង10សេគុនដក16យើងបំលែងមកគិតគូទៅវាស្មើនឹង10សេគុនដក15ដដែលលេខនេះយើងនាំឲ្យយើងបានកំហាប់អ៊ីត្រូញូមបងអូនមើលហើយអ៊ីត្រូញូមវាមិនស្មើនឹងអ៊ីដ្រូស៊ីតពីរនឹងស្មើគ្នាស្មើនឹងរឹស10គុណនឹង10សេគុនដក16អូនមើលរឹស10គេប្រាប់អីស្មើមែននេះយើង 3.16 បន្តមកបងអូនមើលនេះ10សេគុនដក6បញ្ចេញពីរឹសទី2គឺយើងចែកជា2ទៅនៅសល់ដក8នេះគឺជាចម្លើយរបស់អ៊ីយ៉ុងអ៊ីត្រូញូមនិងអ៊ីដ្រូស៊ីតនិង PKE អញ្ចឹងបងអូនកុំភ្លេចអនុវត្តបន្ថែមដោយខ្លួនឯងអរគុណច្រើននេះយើងសម្រាប់វីដេអូបន្ថែមសូមចូលទៅកាន់គេហទំព័រ V2 Education